Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my បងប្អូននេះគឺជា Mercedes G-Class G 580 ស៊េរីឆ្នាំ2025ជាប្រភេទ Land Kissany ដែលរូបរាងរបស់វានេះគឺជាប្រភេទ Luxury SUV ជាប្រភេទ Off-road ហើយវាបានបំពាក់មកជាមួយនឹងទ្វារ4 KA5 ប្រអប់លេខអូតូដែល Motor Kissany របស់វាគឺអាចផលិតកម្លាំងសេះបានរហូតដល់579 horsepower និងដំណើរការដោយពង2គឺ all-wheel drive បងប្អូន G-Class G 580នេះវាសាកថ្មមកពេញគឺវាអាចរកបានចម្ងាយរហូតដល់384 គីឡូម៉ែត្រឬស្មើនឹង239ម៉ាល់ហើយពី0លបឿនពី0ទៅ100គីឡូម៉ែត្រគឺវាចាយពេលត្រឹមតែ 4.6 សេកន្ដតែប៉ុណ្ណោះដោយឡែក battery capacity របស់វាវិញគឺមាន116 kW បងហើយល្បឿននៃការសាកថ្មបាទល្បឿនលឿនពី10ទៅ80%វាចំណាយត្រឹមតែ32នាទីតែប៉ុណ្ណោះមួយវិញទៀតវាបានបំពាក់មកជាមួយនឹង G-Turn ដែល G-Turn ហ្នឹងវាមានន័យថាគឺអាចបង្វិលរថយន្តបាន360ដឺក្រេមាន G steering និង option ជាទំនើបជាច្រើនទៀតផងដែរហើយវាមានតម្លៃចាប់ពី$162,000ជាងឡើងទៅដែលតម្លៃនេះគឺជាតម្លៃនៅក្រុមហ៊ុនក្រៅស្រុកអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ Mercedes-Benz G-Class EV G 580ស៊េរីឆ្នាំ2025នេះអាចទៅលាក់ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ I'm a bit nervous that I might screw everything up that I've ever done, but what's the point of living if you ain't